ណាយើងថែមថយហើយកន្លែងដែលយើងតវិញយើងត្រូវចុចចំណុចឲ្យច្បាស់លាស់ដើម្បីតមកវិញទៅវាត្រូវកន្លែងបងប្អូនតែយើងអត់ច្បាស់លាស់ពេលយើងដេរពិបាកអញ្ចឹងសុខចិត្តឲ្យយឺតពេលកាត់ចុះអញ្ចឹងម៉ូតនេះដេរក៏មិនងាយស្រួលបានដែរបងប្អូនអញ្ចឹងឥឡូវយើងគិតទៅរឿងរៀនកាត់ឲ្យចេះសិនទៅចាំទៅគិតរឿងដេរតទៀតហើយយើងបងលេខបងប្អូនបងលេខទៅដូចថាទាំងទី1ទាំងទី2លើក្រោមឲ្យដឹងឆ្វេងស្ដាំពេលតវិញកុំឲ្យខុសបងប្អូនណាត្រូវចំណាំតែពេលយើងកាត់ចេញតែបងប្អូនអត់ចំណាំតខុសពាក់កាលទេខុសទាំងស្រុងហ្មងអានោះសំខាន់ពេលតមកវិញឥឡូវយើងកាត់ខាងលើចេញទៅអញ្ចឹងខាងលើយើងតរួចរាល់ហើយអត់មានអីបាក់ទេចាសួស្តីបងប្អូនវីដេអូនេះខ្ញុំមកបង្ហាញពីរបៀបកាត់អាវវ៉ាកូឥឡូវយើងកាត់ទាំងក្រៅទៅយើងមកឆ្លងទាំងមុខសិនតោះមកយើងចុចចំណុចជីបអញ្ចឹងសារនេះយើងអត់ជីបឃ្លៀកដូចអាវមុនទេយើងជីបខ្លួនមកចុះសម្រងដោះទាំងមុខតោះមកយើងចេញចម្ងាយដោះ10លេខចម្ងាយជីបបងប្អូនចម្ងាយជីបតោះមកយើងគូបន្ទាត់ជីបមកហើយយើងចុចចំណុចកណ្ដាលដើម្បីយើងមកជីបគូរកកន្លែងជីបអញ្ចឹងទំហំជីបនេះយើង2លេខកន្លះទៅបានហើយតែឥឡូវបន្ទាប់ពីយើងគូជីបរួចដល់យើងមកចុចទីតាំងចំណុចកណ្ដាលសម្រាប់យើងវាស់ទំហំប៉ង់ឥឡូវបន្ទាប់មកយើងមកជីបគំនូសទំហំជីបដែលយើងធ្វើរួចណាយើងជីបបត់វាស្រួលហើយបានយើងត្រួតទាំងក្រោយពីលើដើម្បីកាត់ទាំងមុខឥឡូវយើងត្រួតមកយើងដាក់គំនូសចំគំនូសមកហើយយើងផ្ទាស់មកវិញមកចាំវិធីកាត់នេះបងប្អូនមើលតាមហ្នឹងទៅឥឡូវខ្ញុំបង្ហាញបងប្អូនទាំងឆ្លងទាំងមុខឲ្យហើយដោយសារក្បួនកាត់ខ្ញុំហ្នឹងវាយើងដូរទីតាំងជីបអញ្ចឹងបងប្អូនមើលតាមហ្នឹងមកតោះមកយើងធ្លាក់មុខពីលេខធម្មតាទាំងអស់និយាយទៅរបៀបកាត់ទៅធម្មតាទាំងអស់ខុសទីតាំងជីបហើយជើងក្រោមយើងកាត់ប្រឆាត់កាត់អីទៅអញ្ចឹងម៉ូតដែលខ្ញុំកាត់នេះយើងកាត់ត្រឹមចង្កេះហ្នឹងដោយសារយើងតបាល់ជើងក្រោមបងប្អូនយើងយកអាជើងយើងបរិចបាល់ទៅម៉ូតជើងក្រោមផ្សេងហើយសម្រាប់ម៉ូតហ្នឹងបងប្អូនអត់ស្រឡាញ់ជើងក្រោមទៀតបងប្អូនស្រឡាញ់ត្រឹមចង្កេះកាត់ត្រឹមចង្កេះហ្នឹងមកយើងស្លៀកមួយសពុតវ៉ាល់ពុតអីស្អាតបងប្អូនយើងកាត់ត្រឹមចង្កេះត្រឹមអីចាឥឡូវបន្ទាប់ពីយើងកាត់ទាំងមុខរួចហើយយើងដកទាំងក្រោយចេញមកយើងមកគូរកចំណុចកណ្ដាលម្ដងទៀតចាយើងចម្លងជីបចម្លងអីឡើងវិញមកឲ្យស្រួលមកហើយយើងនេះមកចាបន្ទាប់មកយើងកាត់ស្មាមុខ2លេខចឹងមកយើងកាត់តែស្មាមុខក៏បានដែរបងប្អូនបាច់ចាំជាឃ្លីអីដោយសារឲ្យយើងចងពងចឹងយកអត់មានត្រូវដាក់ដៃដាក់អីទេចាបងប្អូនហ្នឹងហើយឥឡូវមុននឹងយើងកាត់ដកពងដោះនឹងចេញយើងចុចចំណុចកណ្ដាលសិនចឹងមុននឹងយើងចាប់ដើមគូវងប៉ងហ្នឹងយើងលៃជីបឲ្យស្រួលបួសិនទៅយើងគូឲ្យច្បាស់លាស់ណាបងប្អូនតោះមកយើងចាប់ដើមគូវងយើងវាស់នេះទំហំដែលខ្ញុំគូវងហ្នឹង3លេខកន្លះយើងនិយាយទៅយើងគូដកកាត់ប៉ងចេញកន្លែងហ្នឹងយើងដាក់ប៉ងដាក់ឲ្យទៅដល់ខ្ញុំនិយាយថាដាក់ប៉ងវងដោះហ្នឹងបងប្អូនចឹង3លេខកន្លះបើអញ្ចឹងបងប្អូនដាក់กระดาษមកយើងចោះឲ្យពវល់វាវងលឿនតែខ្ញុំជឿខ្ញុំវាស់ចឹងហ្មងណាចាបងប្អូនហ្នឹងហើយបងប្អូនចាំជួយចុះ follow page ទៅនឹង share ជួយ share ផងហើយឥឡូវតទៅយើងធ្វើជុំវិញហើយបានយើងគូបន្ទាត់ជីបផ្សេងទៀតណាបងប្អូនឥឡូវយើងគូវងនឹងសិនមកនិយាយទៅចេញពីចំណុចកណ្ដាល3លេខកន្លះបងប្អូនយើងគូជុំវិញចឹងមកតមកយើងចែករទំហំជីប3លេខទំហំជីបកលៈរៀងយើងហ្នឹងបងប្អូនហ្នឹងហើយ3លេខយើងគូចឹងមកហ្នឹងហើយបងប្អូនឲ្យយើងជីប3លេខសិនមកបន្ទាប់ពីយើងជីបអីរួចរាល់ទេបានយើងថែមចឹងណាហើយគូកលៈរៀងទៅហើយកលៈរៀងនេះមុននឹងខ្ញុំកាត់ចាញ់ដោយសារយើងម៉ូតតបាល់តែឥឡូវយើងចាប់ដើមមកធ្វើនេះឡើងពីចំណុចកណ្ដាល4លេខចឹងបងប្អូននេះបង4លេខចឹងមកហើយតមកចូល1លេខកន្លះទំហំហើយយើងចុចឲ្យចំណាំទៅកន្លែងហ្នឹងហើយបានយើងមកគូកអីសិនតាមពិតទៅគូក៏បានអត់ក៏បានដែរបងប្អូនព្រោះអីយើងយកទៅធ្វើចងពងឲ្យបងប្អូនណាឥឡូវខ្ញុំកាត់មកអាណត្តិសិនព្រោះឲ្យជើងក្រោមខ្ញុំធ្វើបរិតតបាល់តមកយើងគូជីបហ្នឹងហើយគូបន្ទាត់ជីបដែលយើងជីបថែមរាល់ដងខ្ញុំកាត់ជីបឃ្លៀដូចបងប្អូនដឹងស្រាប់ហើយតែវីដេអូនេះខ្ញុំមកជីបខ្លួនវិញឥឡូវយើងចូលមកលេខពីបន្ទាត់ត្រង់ដែលយើងគូប្រងជីបហ្នឹងហើយនេះឆ្វេងស្ដាំមកខាង1លេខអញ្ចឹងសងខាង2លេខនេះ1លេខហើយបន្ទាត់នេះតែ1លេខទេណាបងប្អូនឥឡូវយើងគូបន្ទាត់ហ្នឹងមកគូអញ្ចឹងបងប្អូនបន្ទាប់មកយើងតាមពិតយើងចោះ1លេខហើយបានយើងគូនេះយើងចោះពីលើមកវិញ1លេខកន្លែងហ្នឹងយើងមុនវង8លេខកន្លះប៉ុន្តែចោះពី8លេខកន្លះហ្នឹង1លេខវិញកន្លែងចំណុចហ្នឹងបងប្អូនណា
ហើយតមកយើងឥឡូវយើងគូមកខាងម៉ាឡេទៀតពីបន្ទាត់ជីបហ្នឹងហើយម៉ាឡេមកខាងម៉ាឡេមកតមកយើងគូចឹងមកយើងប្រើឈៀកចឹងមកបងប្អូនណាឆ្វេងស្ដាំថែមម៉ាឡេហ្នឹងមកហើយបន្ទាប់មកយើងដាក់បន្ទាត់ត្រង់គូមករកទំហំជីបដែលយើងជីបរួចរាល់ទំហំជីបយើងខាងក្រោមនេះនៅដដែល3លេខចឹងបងប្អូនឥឡូវរួចរាល់ហើយយើងលុបដើម្បីចំណាំថាកន្លែងហ្នឹងយើងកាត់ចេញណាញ៉េគេហៅថាលួចកក៏បានក្បួនគេត្រូវកាត់ចឹងក៏បានដែរបើពេលកាត់រួចរាល់យើងពាក់ទៅវាកັບស្អាតហ្នឹងបងប្អូននិយាយថាអាវហ្នឹងខ្ញុំជីបតែប៉ុណ្្នឹងឯងបងប្អូនខ្ញុំជីបតែ2កន្លែងហ្នឹងខាងលើហើយមកខាងក្រោម2កន្លែងអញ្ចឹងមកកដែលពាក់ទៅអឹបស្អាតហើយយើងដេក៏ស្រួលដេដែរហើយយើងគូចឹងមកបងប្អូនចឹងពីចំណុចមួយទៅចំណុចមួយខ្ញុំគូបញ្ជាក់បងប្អូនណាហើយនេះចោះពីក្លៀក2លេខទៅមកយើងគូនេះចឹងមកយើងគូរៀងកោងចេញរៀងស្អាតចឹងមកយើងធ្វើចឹងមកបងប្អូនយើងកាន់ចឹងមកកាត់ចឹងមកតពីនេះឥឡូវយើងបានតម្រង់រួចរាល់ហើយឥឡូវយើងចោះ4លេខណាបងប្អូនចោះពីលើ4លេខមកហើយយើងគូថែមកន្លែងហ្នឹងយើងគូថែមតមកយើងគូតម្រង់ឡើងវិញអាកន្លែងយើងចូលមកលេខកន្លះដែលខ្ញុំបង្ហាញបងប្អូនណាគូមកជួបមួយគំនូរដែលយើងគូសហើយហ្នឹងយើងឲ្យចេញតម្រង់ចឹងមកហើយស្អាតបងប្អូនណាចឹង4លេខខាងនោះ4លេខខាងនេះ4លេខសម្រាប់កាត់ចេញខាងលើឥឡូវយើងចាប់ផ្ដើមគូទំហំដែលត្រូវកាត់ចេញនិយាយទៅបងប្អូនបើសិនជាមៀតធំយើងប្រវល់ជុំវិញហ្នឹង9ទៅកន្លែងទំហំប៉ងទំហំដោះហ្នឹងយើងកាត់ចេញ9លេខទៅហើយអាកន្លែងចោះហ្នឹង4លេខមកហើយនេះ4លេខរៀងស្ទើរដែរបើទំហំហ្នឹងព្រោះយើងຂະຫນាតរៀងតូចដែរនិយាយទៅប៉ុណ្ណឹងមកស្អាតបងប្អូនដេកឲ្យស្អាតហ្មងឥឡូវរួចរាល់យើងបានទំហំហ្នឹងរួចរាល់ហើយឥឡូវយើងចាប់ផ្ដើមមកធ្វើយើងជ្រៀកចាប់ផ្ដើមជ្រៀកបងប្អូនឥឡូវមុននឹងជ្រៀកយើងមើលសិនមកយើងចាប់ផ្ដើមកាត់ជ្រៀកថ្នេរទី1ដបងគេហ្នឹងមកតោះមកយើងទៅធ្វើជីបចំហៀងម្ដងជីបចំហៀងហ្នឹងយើងកាត់ផ្ដាច់ហើយយើងលើកបិទស្កត់មកណាបងប្អូនអញ្ចឹងផ្ទាំងហ្នឹងបងប្អូនខ្ញុំបង្ហាញតាំងពីដំបូងមកហើយកន្លែងហ្នឹងយើងជីបភ្លីហើយបានយើងកាត់ត្រួតផ្ទាំងក្រោយពីលើយើងកាត់ឥឡូវយើងកាត់បាត់ជ្រៀកអញ្ចឹងមកឥឡូវរួចរាល់ហើយយើងមកធ្វើឥឡូវបន្ទាប់ពីយើងលើកជីបហើយវារៀងផតឡើងហ្នឹងយើងថែមបិទគូមកវិញណាបងប្អូនដើម្បីស្មើកុំឲ្យវាបាត់ទំហំអាវរបស់យើងណាយើងធ្វើអញ្ចឹងទៅឥឡូវរួចរាល់ហើយយើងមកធ្វើកន្លែងផ្សេងមកឥឡូវយើងចាប់ផ្ដើមគូឡើងវិញបងប្អូនណាបន្ទាប់ពីយើងលើកយើងជីបយើងបត់ជីបរួចរាល់យើងមកគូឡើងវិញឥឡូវយើងគូថែមបងប្អូនយើងមើលមកឲ្យស្អាតសិនមុននឹងយើងកាត់ហ្នឹងហើយចឹងវិធីកាត់ងាយបងប្អូនមើលទៅខ្ញុំមកថតបង្ហាញបងប្អូនមួយដើម្បីខ្លាចបងប្អូនថាលឿនពេកពិបាកឥឡូវយើងចាប់ដើមកាត់បន្តបងប្អូនកន្លែងហ្នឹងយើងកាត់ចេញចឹងមកឥឡូវមុនកាត់ចេញខ្ញុំធ្វើដៃដើម្បីពេលខ្ញុំដេអាវនឹងរួចខ្ញុំចង់ដាក់ដៃយើងមានដៃស្រាប់ទៅយើងតពីយើងចម្លងដៃអាវហើយចាំយើងកាត់ផ្ដាច់ចឹងទៅចឹងអាវយើងចង់ដេចង់កំពង់ក៏បានយើងដាក់ដៃអីក៏បានដែរប៉ុន្តែខ្ញុំស្រឡាញ់ដូចចង់បានទំហំដៃម៉ូតចឹងយកមកដាក់แล้วតើយើងកាត់យកធ្នេរជីបចោលហើយយើងមកបិទវិញមកតើមកយើងមកកាត់ទំហំជីបផ្សេងទៀតដើម្បីបិទហ្នឹងហើយបិទវាចឹងមកដើម្បីកុំឲ្យវាចំហកឥឡូវបន្ទាប់ពីយើងបិទរួចរាល់យើងចាប់ដើមគូវាឡើងវិញទៀតណាបងប្អូនបន្ទាប់ពីយើងកាត់ទៅវាទំហំបន្ទាត់របស់យើងវាអត់ស្មើអញ្ចឹងយើងត្រូវគូឡើងវិញឥឡូវគូឡើងវិញមកបងប្អូនយើងយក fold គូដោយសារវាមានបិទស្កត់អញ្ចឹងព្រោះយើងគូបិចវាអត់ដិតយើងគូ fold អញ្ចឹងមកទាំងលើទាំងក្រោមវាខុសទម្រង់គ្នាបងប្អូនយើងគូថែមវិញមកអញ្ចឹងទំហំហ្នឹងយើងយក3លេខកន្លះក៏បាន4លេខក៏បានណាបងប្អូនយើងមើលតែមកសំទៅតែបើខ្ញុំកាត់នេះ4លេខទំហំដកចេញឲ្យ4លេខឥឡូវតើបើយើងជីបរួចរាល់យើងគូថែមខ្វះចន្លោះកន្លែងណាយើងថែមថយហើយកន្លែងដែលយើងតវិញយើងត្រូវចុចចំណុចឲ្យច្បាស់លាស់ដើម្បីតមកវិញទៅវាត្រូវកន្លែងណាបងប្អូនតែយើងអត់ច្បាស់លាស់ពេលយើងដេពិបាកអញ្ចឹងសុខចិត្តឲ្យយឺតពេលកាត់ចុះអញ្ចឹងម៉ូតនេះដេក៏មិនងាយស្រួលបានដែរបងប្អូនអញ្ចឹង
ឥឡូវយើងគិតតែពីរឿងរៀនកាត់ឲ្យចេះសិនទៅចាំទៅគិតរឿងដេតទៀតហើយយើងបងលេខបងប្អូនបងលេខទៅដូចថាផ្ទាំងទី1ផ្ទាំងទី2លើក្រោមមកដឹងឆ្វេងស្ដាំពេលតវិញកុំឲ្យខុសបងប្អូនណាត្រូវចំណាំតែពេលយើងកាត់ចេញតែបងប្អូនអត់ចំណាំតខុសពាក់កាទេខុសទាំងស្រុងហ្មងអានោះសំខាន់ពេលតមកវិញឥឡូវយើងកាត់ខាងលើចេញទៅអញ្ចឹងខាងលើយើងតរួចរាល់ហើយអត់មានអីបាក់ទេយើងតក្នុងហ្នឹងឲ្យស្រេចដោយសារខ្លាច់កាត់ចេញមកវាខុសកាត់ចេញមកដល់ពេលយើងតវិញវាខុសអញ្ចឹងបងប្អូនសូមចាប់តហើយយើងថែមថយគូឡើងវិញអីវាស្រួលវានៅក្នុងផ្ទាំងហើយយើងបងលេខអញ្ចឹងមកបងខាងលើនេះយើងសរសេរទៅលេខ2ដាក់ស B ទៅខាងឆ្វេងដៃនេះយើងដាក់លេខ1ដាក់ស A អញ្ចឹងទៅពេលយើងតយើងមើលលើក្រោមឲ្យត្រូវគ្នាមកអូខេរួចរាល់មានអីពិបាកទេហើយកន្លែងនេះវាស្រួចពេកយើងស្រួលណាបងប្អូនហើយពេលដេអញ្ចឹងដែរបងប្អូនដេកុំឲ្យយើងលួចចូលក្នុងបន្តិចដើម្បីកុំឲ្យអាទម្រង់ហ្នឹងវាចេញស្រួយខ្លាំងណាយើងលួចដេចូលក្នុងគំនូបន្តិចបានពុតទៅចេញរៀងស្អាតហ្មងពេលដេអញ្ចឹងបន្ទាប់មកយើងមកធ្វើផ្ទាំងក្រោយបងប្អូនអញ្ចឹងផ្ទាំងក្រោយងាយស្រួលទេអត់មានអីបាក់ទេចាបងប្អូនអញ្ចឹងផ្ទាំងក្រោយអញ្ចឹងយើងចេញចម្ងាយជីបធម្មតាដូចតែយើងកាត់មុនអញ្ចឹងហើយគាត់យើងវាស់ចំហៀងសម្រងចំហៀងហ្នឹងហើយយើងយកមកតគ្នាឲ្យស្មើទៅរួចរាល់ហើយអញ្ចឹងជើងក្រោមខ្ញុំកាត់ចេញដូចគ្នាដោយសារខ្ញុំត្រូវតបាល់មកវិញណាបងប្អូនអញ្ចឹងយើងវាស់អញ្ចឹងមកហើយយើងគូត្រង់ក៏បានយើងគូឲ្យរាងកោងតិចក៏បានដែរសម្រាប់កក្រោយហើយយើងកាត់ទៅចាបងប្អូនហ្នឹងហើយឥឡូវខ្ញុំកាត់ដៃដកចេញដែរដើម្បីខ្ញុំខ្ជិលវាស់ដៃមុខដៃក្រោយខ្ញុំកាត់ចេញទៅខ្ញុំតមុខក្រោយហើយយកមកដាក់ត្មងទៅខ្ជិលវាស់កក្រោយបានកមុខបានបោកចូលគ្នាហើយយើងដាក់ដៃអញ្ចឹងណាធ្វើអញ្ចឹងទៅស្រួលឥឡូវខ្ញុំចាប់ដើមកាត់ផ្ដាច់កលៈរៀងហើយចាបងប្អូនហ្នឹងហើយយើងកាត់អញ្ចឹងមកឥឡូវរួចរាល់បងប្អូននេះទាំងមុខទាំងក្រោយកាត់រួចរាល់ជាការស្រេចហើយយើងគាត់ទៅជ្រៀកធ្នេដាក់ឆ្អឹងមកយើងចង់ចេះក៏បានដែរបងប្អូនយើងចង់ទាំងមុខអញ្ចឹងដែរយើងចង់តជាប់គ្នាវិញក៏បានហើយយើងដេកឲ្យដោតឆ្អឹងទៅយើងចង់ដាក់ប្រមាណឆ្អឹងក៏បានដែរយើងចង់ដាក់តម្រៀបគ្នាគូប្រឆាត់គូអីចឹងក៏បានដែរណាបងប្អូនអត់អីទេនេះដោយសារខ្ញុំខំបង្ហាញបងប្អូនទូកុំឲ្យវីដេអូយូរចឹងណាបងប្អូនឥឡូវពុំដែលខ្ញុំកាត់ហ្នឹងរួចរាល់ហើយឥឡូវយើងមកដាក់លើកណាត់បានអញ្ចឹងកណាត់ដែលខ្ញុំកាត់ហ្នឹងគឺកណាត់ប៉ាក់ 3D បងប្អូនឥឡូវខ្ញុំគាត់ប្រាប់ពីរបៀបចេញធ្នេនេះយើងចេញធ្នេមួយលេខបានហើយនេះចេញធ្នេមួយលេខចឹងកុំឲ្យដល់មួយលេខខ្លះមួយលេខទៅយើងស្រួលដេបន្ទាប់យើងដេរួចរាល់យើងមិនដេត្រឡប់អញ្ចឹងយើងអត់ផង់អត់អីទេយើងដេតែហ្មងអញ្ចឹងដោយសារយើងអត់ផង់ទុកធ្នេតែមួយលេខបានហើយ